hai mình toàn dọc bún thun con nông bị tề bong bồnท่านនេះគឺជាដំណឹងល្អមែនហើយព្រោះអីយើងដឹងហើយថាកាលពីថ្ងៃ9គឺថ្ងៃនឹងឯងគឺប្រហែលម៉ោងមុននឹងឯងនេះនិយាយទៅពីម៉ោង10ពីចូលម៉ោងលើម៉ោង6ប្រហែលជា10ម៉ោងហើយក៏មិនទាន់10ម៉ោងព្រោះ10ម៉ោងជាងឲ្យបងប្អូននៅក្នុងការដែលចេញព័ត៌មានដែលគាត់ថាចាប់ផ្ដើមដាក់ពន្ធ49% លើប្រទេសកម្ពុជា84% លើប្រទេសចិននិង40% ប្រមាណទៀតនឹងនៅថៃផងនៅម៉ាឡេនៅប្រទេសជុំវិញពិភពលោកហ្នឹងគឺថាខុសគ្នាបន្តិចទៅតាមប្រទេសទៅតាមទំហំពាណិជ្ជកម្មជាងពាណិជ្ជកម្មអីចឹងគាត់ថានៅអាស៊ីអាគ្នេយ៍របស់យើងខ្មែរយើងហ្នឹងកាលពីព្រឹកមិញហ្នឹងគឺថាពេញទំហឹងតែម្ដងគឺ49%ក៏ប៉ុន្តែម៉ោងនេះលោកត្រាំក៏បានសម្រេចចិត្តយ៉ាងបន្ទាន់បង្ខំគឺលឿនដោយផ្លេចបន្ទោអញ្ចឹងគឺយើងថាតាមគាត់មិនទាន់ដែរពេលខ្លះនយោបាយអញ្ចឹងឯងគឺគាត់សម្រេចថាឬក៏ថាយើងថាមិនថាព្យួរគឺផ្អាកនៅក្នុងការយកអាពន្ធធ្ងន់កហ្នឹងឲ្យ90ថ្ងៃរហូតបាននេះទុកពេលរហូតដល់90ថ្ងៃអញ្ចឹងពីហ្នឹងថ្ងៃ9បើថ្ងៃ9 3ខែទៅមុខទៀតបងប្អូនគិតទៅគឺខែឧសភាមិថុនាកក្កដាដូច្នេះគេទុកឲ្យដល់ថ្ងៃទី9ខែកក្កដាឯនោះនៅក្នុងការដែលត្រៀមខ្លួនចរចាទៀតបងប្អូនមិនតាន់រួចខ្លួនទេបានន័យថាផ្អាកមិនតាន់យកពន្ធធ្ងន់កសិនដែលថាយកកម្ពុជា49% ហ្នឹងឬក៏ប្រទេសដទៃទៀត30-40% ទៅតាមលំដាប់ហ្នឹងគឺអត់តាន់យកនៅឡើយទេអ្វីដែលចូលប្រកាសពីព្រឹកមិញគឺដកមកវិញបានន័យថាចាត់ទុកជាមោខៈហើយទុកពេល90ថ្ងៃទៀតដើម្បីអនុវត្តអវិធានការពន្ធធ្ងន់កនេះអញ្ចឹងក្នុងពេលជាមួយគ្នាហ្នឹងគឺបោះដៃចរចាប្រទេសណាដែលប្រាប់មកថាចង់ចរចាហ្នឹងគឺខាងសេតវិមានបានប្រាប់មកថាមកដល់ម៉ោងនេះមានជាង75ប្រទេសទៅហើយដែលសុំអាមេរិកថាចរចាកុំអាលដាក់ក្ដួងក្ដាំងឲ្យសុំពជាពេលតាមពិតទៅវៀតណាមមុននេះសុំអាមេរិកពជាពេលដំបូងថាឲ្យគ្នា45ថ្ងៃក្រោយមកថាអត់ទេដាក់ទៅថ្ងៃ9ទាំងអស់គ្នាឥឡូវក៏បានដោយទៅវៀតណាមដែរនៅពេលដែលអាមេរិកសម្រេចថាដកនៅសម្រាប់ថាផ្អាកឬក៏ទុកពេលឲ្យ90ថ្ងៃឯនោះហ្នឹងបានន័យថាដោយទាំងប្រទេសវៀតណាមដោយទាំងប្រទេសទាំងអស់នៅលើពិភពលោកបាទដោយទាំងអស់ជាង100ប្រទេសឥឡូវហ្នឹងយើងបញ្ជីរបស់គាត់ហ្នឹងកាន់តែវែងទៅជាង100ប្រទេសគឺរួចខ្លួនមួយរយៈសិនបាទគឺបានន័យថាបាន90ថ្ងៃទៀតដែរក៏ប៉ុន្តែនៅក្នុងពេលដែលទុកពេលឲ្យ90ថ្ងៃអត់ទាន់ដាក់ពន្ធធ្ងន់កហ្នឹងគឺសហរដ្ឋអាមេរិកយកពន្ធ10% គ្រប់ប្រទេសតែម្ដងបាទគឺបានន័យថា10% ហ្នឹងគឺត្រូវកំណត់យកចាប់ពីថ្ងៃហ្នឹងដែរទៅគឺពីថ្ងៃ9ហ្នឹងទៅដែរបាទន័យថាមិនថាទម្លាក់ទេគឺផ្អាកយកអាធ្ងន់ហ្នឹងតែត្រូវអនុវត្តការយកពន្ធជាអបបរមា10% គ្រប់ប្រទេសចាប់ពីពេលនេះតទៅតែម្ដងហើយអញ្ចឹងនៅពេលដែលយើងចរចាបដើហ្នឹងបើសិនជាមានអីលទ្ធផលអីគ្រាន់បើយ៉ាងម៉េចអា10% ហ្នឹងអាចនៅត្រឹម10% ព្រោះអីគេកំណត់ថា10% ហ្នឹងគឺជាពន្ធអបបរមាទៅហើយតែបើចរចាមិនត្រូវគ្នាដោយករណីកម្ពុជាគឺអាចនៅ49នឹងវិញមកចូលបន្ថែមលើអា10ហ្នឹងបានន័យថាថែម39អីទៀតចឹងទៅនេះក្នុងន័យអ្វីដែលជាសេចក្តីសម្រេចឬក៏ប័ណ្ណបញ្ជារបស់រដ្ឋាភិបាលដែលទៅបញ្ចេញប្រហែលជា 3-4 ម៉ោងមុននេះណាបងប្អូនប្រទេសទាំងអស់សុទ្ធតែជាប់ 10% ទាំងអស់ដូច្នេះបើយើងនិយាយពីប្រទេសកម្ពុជាមិនមែនជាការបញ្ចុះពន្ធទេបងប្អូនមិនមែនជាការបន្ថយពន្ធពី49មកចុះឲ្យ10ទេណាបានន័យថាអាមេរិកកំណត់10អញ្ចឹងគ្រប់គ្នាទាំងអស់មិនទាន់យកអាពន្ធធំទេគ្រាន់តែចាំដល់ទៅ3ខែក្រោយបើចរចាគ្នាត្រូវគ្នាអាហ្នឹងសុំឲ្យនៅត្រឹមតែ10ហ្នឹងទៅបើអត់ទេថែមអញ្ចឹងទៅដូច្នេះបានន័យថាកម្ពុជាក៏ជាប់កាតព្វកិច្ចពន្ធដែលមិនធ្លាប់មានពីមុនមកដែរបងប្អូនពីមុនកម្ពុជាទទួលបានប្រព័ន្ធការអនុគ្រោះពន្ធមិនមែនបានន័យថាគ្រប់តំណែងទាំងអស់ដែលនាំចូលសហរដ្ឋអាមេរិកសុទ្ធតែរួចផុត
ពន្ធដារទេបងប្អូនតាមពិតពីមុនទោះជាមានប្រព័ន្ធ GSP ក៏ដោយក៏មានទំនិញមួយចំនួនពីប្រទេសកម្ពុជាហ្នឹងក៏ត្រូវតែបង់ពន្ធដែរប៉ុន្តែមិនបង់ពន្ធច្រើនទេព្រោះអីបើតាមមើលទៅជាមធ្យមពន្ធដែលត្រូវបង់នាំទំនិញចេញទៅសហរដ្ឋអាមេរិកនេះមានត្រឹមតែ 2.6% អីតែប៉ុណ្ណឹងទេតិចដែរទេបងប្អូនហើយក្រៅពីហ្នឹងគឺដោយសារតែមាន GSP គឺអត់បង់ពន្ធតតែសោះទំនិញច្រើនណាដោយសារតែអីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធដោយសារតែបញ្ហាគេជួយស្រុកខ្មែរយើងដែលយើងថាជាប្រទេសងើបពីសង្គ្រាមប្រទេសក្រីក្រព្រោះយើងស្ថិតនៅក្នុងបញ្ជីនៃប្រទេសក្រីក្រជាងគេបំផុតទាំង45នៅលើពិភពលោកហើយយើងអត់ទាន់ផុតពីបញ្ជីក្រីក្រនឹងនៅឡើយទេណាអញ្ចឹងបានន័យថាយើងគួរទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិករហូតដល់តែយើងចាក់ផុតពីបន្ទាត់នៃបញ្ជីប្រទេសក្រីក្រនោះដែលបើតាមអង្គការសហជីវជាតិប្រាប់ថាកម្ពុជានឹងផុតពីបញ្ជីនេះឡើងបានមួយកម្មហ្នឹងនៅឆ្នាំ2029ឯណោះអញ្ចឹងបានន័យថា GSP ហ្នឹងអត់ត្រូវដកអីពីឥឡូវទៅទេបើសិនជាបាត់ក៏តបាត់ឆ្នាំ2029នៅពេលដែលយើងផុតពីប្រទេសក្រីក្របំផុតហ្នឹងអាមេរិកគេអាចមានលេសឬក៏មិនមែនថាមានលេសទេប្រទេសជាទូទៅតែគេធូរបន្តិចហើយប្រព័ន្ធការអនុគ្រោះពន្ធទូទៅបែបនេះគឺគេយកទៅឲ្យប្រទេសដែលខ្វះខាតទៀតគេអត់ចង់ឲ្យប្រទេសដែលរៀងរើបមកងើបខ្លួនរៀងធូរអញ្ចឹងណាគាត់ថាជំរាបថាបើដល់ឆ្នាំ2029បានប្រទេសកម្ពុជាអាចចូលដល់កម្រិតហ្នឹងប៉ុន្តែតើតែប្រាក់ចំណូលយើងបានគ្រាន់បើដែរបានទៅដល់កម្រិតហ្នឹងឥឡូវហ្នឹងបើយើងអត់បានអីចូលច្រើនជពាក់គេរុំសួតហើយសេដ្ឋកិច្ចយើងអត់ទៅមុខកុំថាឡើយ2029 2039ទៀតក៏កម្ពុជាអត់ផុតពីបន្ទាត់ក្រីក្រប៉ុន្តែសួរថាអាក្រក់ទេវាមានអាក្រក់និងល្អបើយើងអត់ផុតពីបន្ទាត់ក្រីក្រនេះឬក៏ប្រទេសដែលក្រជាងគេបំផុតនៅលើពិភពលោកទាំង45នេះហើយយើងឡើងអត់រួចមួយកម្មយើងនៅតែបានផលពីប្រព័ន្ធ GSP ពីអាមេរិកតទៅទៀតណាបងប្អូនហើយក៏យើងបានផលពីប្រព័ន្ធ EBA អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបតទៅទៀតដែរព្រោះអីយើងនៅអ្នកក្រមិនអញ្ចឹងឯងវាយើងគិតទៅថាក្រដូចជារៀងអន់ខ្លួនណាប៉ុន្តែនៅក្នុងករណីការអនុគ្រោះពន្ធអន់បន្តិចទៅក៏វាមិនថៃដែរមិនអញ្ចឹងបងប្អូនបន្តទទួលការអនុគ្រោះពន្ធគេទៀតទៅហើយបើសិនជាយើងឡើងបានមួយកម្មមែនប៉ុន្តែឡើងនៅពេលដែលជីវភាពយើងនៅពងឲ្យខ្វះខាតដោយសារតែគេថាងដល់កម្រិតហ្នឹងយើងត្រូវលែងឲ្យអនុគ្រោះពន្ធរឿងយើងវេទនាយ៉ាប់តែម្ដងទេថាមានក៏មិនមានក្រក៏មិនក្រនៅប៉ំនៅហ្នឹងគឺវេទនាណាហ្នឹងទៅមុខក៏មិនរួចទៅក្រោយក៏មិនរួចណាអញ្ចឹងវាពិបាកដែរតែបើសិនជាយើងឡើងផុតបានមួយកម្មក៏វារៀងខែងរែងដែរអញ្ចឹងវាត្រូវតាមមេដឹកនាំខ្មែរយើងដែលលោកចង់បានដែរមិនអញ្ចឹងទេថាប្រទេសក្រោមការដឹកនាំរបស់ក្រុមគាត់ហ្នឹងគឺវាបានរីកចម្រើនបានមានកិត្តិយសអីអញ្ចឹងដែរបាត់ការអនុគ្រោះពន្ធបាត់ទៅក៏ប៉ុន្តែយើងបានមុខមាត់ថាយើងដឹកនាំប្រទេសមានកំណើនសេដ្ឋកិច្ចគ្រាន់បើដែរដែលលើកមុខមាត់ប្រទេសឲ្យផុតពីការដែលពឹងចាំតែសុំការអនុពន្ធគេទៀតអីអញ្ចឹងណាបងប្អូនអ្នកនយោបាយគេនឹងគេចំណេញអញ្ចឹងគាត់ថាកុំចាញ់បោកអ្នកនយោបាយឲ្យសោះព្រោះសូម្បីតែយើងឆ្លងផុតពីបន្ទាត់ប្រទេសក្រីក្រទាំង45នៅលើពិភពលោកហ្នឹងក៏កម្ពុជានៅតែអាចសុំការអនុគ្រោះពន្ធ GSP ឬក៏ EBA ពីសហគមន៍អន្តរជាតិបានដដែលទេយើងមើលតែថៃមើលថៃគេនៅសុំបានហើយថៃក្រអីហ្នឹងថៃសេដ្ឋកិច្ចគេក៏ក្រៅពិភពលោកដែរហ្នឹងគេប្រាក់ចំណូលគេមកកណក៏ដឹកហ្នឹងដូច្នេះគេអត់មានតែគេចឹងគេធ្វើដ្រូនដើម្បីសុំឲ្យគេជួយណាតែយើងវិញក្រមែនតែចិត្តយើងវាធំណាយើងក្រតែយើងចិត្តធំបាទយើងប្រទេសតូចតែយើងបេះដូងធំបាទខ្ញុំធ្លាប់ឮគាត់គេនិយាយដែរថ្នាក់ដឹកនាំស្រុកខ្មែរគេនិយាយថាយើងប្រទេសតូចតែបេះដូងធំឬក៏ប៉ុន្តែបេះដូងធំប្រហែលជាចិត្តល្អបើចិត្តធំអាហ្នឹងវាទៅជាអាចថាទៅជាមានះឬក៏ផ្កើនទៅវិញមិនដឹងទេនៅក្នុងហ្នឹងប្រហែលជាអញ្ចឹងដឹងប៉ុន្តែអត់អីទេចិត្តល្អក៏វាជារឿងសន្តានសមានចិត្តរបស់ប្រទេសយើងដែរប៉ុន្តែឥឡូវវិលមកព័ត៌មានយើងវិញចុះបើយើងអត់តន់ផុតពីបន្ទាត់ភាពក្រីក្រហ្នឹងតងឆ្នាំ2029ហេតុអីបាន GSP របស់យើងគេដកតាំងពីឥឡូវទៅហើយហ្នឹង GSP យើងតដាបតដួសតាំងឆ្នាំ2019មកបងប្អូនដឹងថាហេតុអីទេតាមពិតទៅវាជាហេតុផលថាស្ថានភាពសេដ្ឋកិច្ចនយោបាយនៅស្រុកក្រៅនេះវារំពើងវាអីអញ្ចឹងទៅវា
មែនអត់តែខ្មែរប្រទេសដទៃទៀតក៏អត់ដែរប៉ុន្តែយើងវាមានដានអាបញ្ហារំលាយគណៈបកសង្គ្រោះជាតិស្អីស្ថាប័នសារព័ត៌មានស្អីបញ្ហាសហជីពបញ្ហាអីដល់ពេល EBA គេថ្កោលទោសដក 20% ទៀតអាមេរិកហ្នឹងគឺចាប់ផ្ដើមវល់រឿងថាឲ្យឬក៏មិនឲ្យឬក៏មិនឲ្យហើយបើឲ្យក៏មិនហ៊ានប្រាប់មិនឲ្យក៏មិនហ៊ានប្រាប់អញ្ចឹងវានៅតែស្ងាត់រហូតតាំង2019មកដល់ឥឡូវតែដល់តែពេលអាមេរិកចាប់ផ្ដើមដាក់ 10% លើទំនិញកម្ពុជាយើងសួរសំណួរទៅវិញថាពេលនេះចុះ GSP យើងនៅឯណា GSP បានន័យថាទំនិញអត់ត្រូវការជាប់ពន្ធទេឥឡូវនៅពេលដែលអាមេរិកកំណត់យកពន្ធ 10% ពីប្រទេសកម្ពុជានិងប្រទេសទាំងអស់នៅលើពិភពលោកដែលរស់ស៊ីជាមួយអាមេរិកបែបនេះនៅថ្ងៃ9នេះគឺបានន័យថាយើងជាប់កាតព្វកិច្ចពន្ធកយហើយ GSP យើងប្រហែលជាបាត់ទៅហើយព្រោះអីបើនៅហេតុអីបានទៅជាប់ពន្ធ 10% ហើយរដ្ឋបាលលោកត្រាំអត់បាននិយាយថា 10% នេះគឺជាការជាប់ពន្ធតែទំនិញជាក់លាក់ណាមួយទេគឺគាត់និយាយថាវាជាការយកពន្ធជាអបបរមាគ្រប់ទំនិញចឹងតែម្ដងអញ្ចឹងដូច្នេះក្នុងន័យនេះគឺកម្ពុជាខាតបង់មិនកាលបើសិនជាខាត 49% វាជ្រុលច្រើនពេកហើយបងប្អូនប៉ុន្តែពេលនេះខាតបង់តែ 10% ទេតែ 10% ហ្នឹងបើពីមុនមានទំនិញមួយចំនួនដែលធ្លាប់បង់តែ 2.6% ក៏យើងថែមតែ 7.4% អីទៀតទេទៅលើមុខទំនិញហ្នឹងមួយចំនួនព្រោះអាមេរិកមិនបានយកពន្ធយើងអីច្រើនណាស់ណាដែរទេពីមុនមកមិនអញ្ចឹងណាចឹងហើយបានតែថាថ្នាក់ដឹកនាំកម្ពុជានឹងរៀងដូចជាកអឺតកតមដែរថាប្រហែលជាដឹងថាអាមេរិកយកពន្ធតិចតួចដែរទេបើគេយកណាកាលមុន 2.6 អញ្ចឹងបើថាផុតពីអា GSP ហ្នឹងបើគេយកហ្មងត្រឹម 2.6 មានអីស៊ីផុយដែរហ្នឹងមិនអញ្ចឹងដូចថាមានការអួតអាងនៅក្នុងខ្លួនថាវាមិនអីទេបើយកក៏យកទៅយើងក្នុងគេយកមេដឹកនាំយើងធ្លាប់និយាយអញ្ចឹងថាតទៅពេលយើងដល់ជាប្រទេសដែលផុតពីអាបន្ទាត់ក្រីក្រហ្នឹងគឺក្នុងគេយកពេញអញ្ចឹងហើយបើយកពេញ 2.6% មានអីខ្លាចមិនអញ្ចឹងបងប្អូនប៉ុន្តែវាមិនមែនអញ្ចឹងឯណានៅពេលដែលគេយកឃើញចាប់ផ្ដើម 10% បាត់ហើយហ្នឹងអញ្ចឹង 10% មិនមែនយក 2.6 ទេអញ្ចឹងយើងត្រូវថែម 7.4% ទៀតទៅលើទំនិញសពសារពើអាចចំណេញយើងដែលពីមុនមកមានយើងចាប់ផ្ដើមខាតផលចំណេញហ្នឹងអីអញ្ចឹងទៅដូច្នេះធ្វើឲ្យការចរចារឿងប្រាក់បៀវត្សប្រាក់ឈ្នួលប្រាក់អីកម្មករហ្នឹងគឺដឹងតែអូសជើងទៀតហើយនៅពេលអញ្ចឹងបានលេះដោយសារត្រូវបងពុនអីច្រើនទៀតតែសុំបោវាជាឆ្ងាយទៅកុំឲ្យការចរចា3ខែក្រោយស្រាប់តែអា49ហ្នឹងធ្លាក់មកវិញក្តុកណាតែដូចខ្ញុំជំរាបបងប្អូនអញ្ចឹងថ្នាក់ដឹកនាំកម្ពុជាគឺតែយើងអត់ព្រមស្ដារអត់ព្រមអីស្ថានភាពស្រុកយើងអាពេលគេពជាឲ្យដល់ខែកក្កដាហ្នឹងគឺអត់ប្រកាសថាយើងនៅតែ 10% ហ្នឹងវាអាចកើនឡើងដល់ 30-40% ទៀតណាបើសិនជាយើងអត់មានទម្ងន់អីទៅចរចាជាមួយគេហើយឥឡូវហ្នឹងរឿងដែលសំខាន់បំផុតគឺអាមេរិកនិងចិនហ្នឹងគឺពាក់មុខយៈដាក់គ្នាអញ្ចឹងអ្នកណាដែលទៅអបឡែបឡប់ឬក៏មានទំនោរទៅរកចិនហ្នឹងមានវាសនាមិនសូវល្អទេបងប្អូនដឹងទេថ្ងៃហ្នឹងនៅពេលដែលអាមេរិកសម្រេចដាក់ពន្ធយកពន្ធប្រជាពលរដ្ឋឬក៏ប្រទេសទាំងអស់តែ 10% ជាអបបរមាគឺ 10% ស្មើគ្នាទាំងអស់នៅលើពិភពលោកអត់តែចិនមួយអត់យកមែនអត់ទេចិនគឺឡើងដល់ 125% បងប្អូនដល់ហើយចិនល្ងឹតមុខតែម្ដងប៉ុន្តែចិនណាអាមេរិកដំបងពមៀនគាត់ពមៀនខាងចិនដែរអាមេរិកថាពេលដែលដាក់ពន្ធធ្ងន់កុំតដៃចិនគេថាតដៃលុះខ្សៃចិនគេខាញ់រែងខ្ញុំសរសើរដែរគេខាញ់រែងរបស់គេដល់តែពេលដាក់ 34% ខាងនោះគេលេង 34 មកវិញខាងនេះថែមទៅ104ខាងនោះគេថែម87មកវិញអត់ទាន់បានដាក់ឯចិនគ្រាន់ពមៀនតែអាមេរិកដាក់ឯគាត់តែឮថា87ត្រូវចូលជាធរមានថ្ងៃស្អែកគាត់ប្រកាសហ្នឹងថាមិនទាន់ទាំងដាក់ផងចិនប្រកាសអាមេរិកថាតដៃអញ្ចឹងថែម3ជើងទៅទៀតអញ្ចឹង 125% នៃទំនិញដែលនាំពីចិនចូលសហរដ្ឋអាមេរិកបាទគេផ្សេង 10% អស់ហើយគឺនៅតែចិនទេ 125% ហើយទុកពេលឲ្យចរចាក៏ប៉ុន្តែប្រធានាធិបតីអាមេរិកហាក់បីដូចជា
ពេលដែលគេសួរអ្នកនាំពាក្យនៅសេតវិមានថាតើចិនមានបោះដៃមកចរចាអីចឹងទេខាងអ្នកនាំពាក្យគឺអ្នកស្រី Caroline Levitt បាននិយាយថាចិនហាក់បីដូចជាអត់ដឹងកោះត្រើយនៅក្នុងការដែលរកដំណោះស្រាយសោះអញ្ចឹងទុកឲ្យអញ្ចឹងចាស់អញ្ចឹងយើងអត់ដឹងថាចិននឹងដោះស្រាយយ៉ាងម៉េចក៏ប៉ុន្តែឥឡូវនេះវាคล้ายទៅជាបញ្ហាមួយដ៏ធំសម្រាប់ប្រទេសចិនច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោកដូច្នេះប្រទេសកម្ពុជាក្នុងរយៈពេលហ្នឹងរហូតដល់3ខែទៅមុខទៀតយើងថាត្រូវថ្មោង10% ក៏វាគ្រាន់បើជាង49% ដែរនៅមានដង្ហើមដកទឹកដែរដូច្នេះយើងគិតយុទ្ធសាស្ត្រអីយ៉ាងម៉េចចរចាជាមួយអាមេរិកយ៉ាងម៉េចដើម្បីឲ្យបានទម្ងន់ហ្នឹងវាចុះទាបទៅតាមការគួរអីអញ្ចឹងហើយខ្ញុំសូមតែបន់ស្រន់ឲ្យកំឡើងលើស 10% នឹងទៀតអីឲ្យនៅទៀបល្មមទៅឥឡូវយើងនិយាយអំពីប្រទេសប្រមាណដែលជាប់ពន្ធជាប់អីអញ្ចឹងហើយហេតុអីបានជាអាមេរិកមកសម្រេចទឹមពីព្រឹកប្រមាណមកអត់តាន់ទាំងផុតមួយថ្ងៃផងសម្ងាចបាតដៃខ្នងដៃអញ្ចឹងអ្នកណាតាមគាត់តើគោលនយោបាយហ្នឹងអត់បានត្រៀមខ្លួនទុកមុនទេឬក៏គ្រាន់តែជាការសម្រេចតាមកំសួលអារម្មណ៍ផ្លូវចិត្តឬក៏យ៉ាងម៉េចមានសំណួរច្រើនណាស់គេសួរហើយមនុស្សច្រើនណាស់ចាប់ផ្ដើមសួរអំពីរបៀបដឹកនាំរដ្ឋរបស់លោកត្រាំហើយនឹងក្រុមប្រឹក្សាក្រុមគណៈរដ្ឋមន្ត្រីឬក៏ក្រុមការងាររបស់គាត់អីអញ្ចឹងណាពួកគេចាប់ផ្ដើមចោទសួរច្រើនថាតើហេតុអីបានជាផ្លាស់ប្ដូរលឿនបែបនេះហើយកត្តាអីដែលជាឥទ្ធិពលជាសម្ពាធដែលធ្វើឲ្យសហរដ្ឋអាមេរិកឬក៏លោកដូណាល់ត្រាំនេះសម្រេចបែបនេះបងប្អូនប្រហែលថ្ងៃមុនហ្នឹងគឺយើងដឹងហើយមិនមែនទេសប្តាហ៍រួចទៅហើយយើងដឹងហើយព្យុះមានបងប្អូនឃើញបាតកម្មនៅសហរដ្ឋអាមេរិកហ្នឹងគឺថាជុំទឹះបាតកម្មមានគ្រប់បែបយ៉ាងមានតាំងពីបាតកម្មមនុស្សរហូតដល់ខ្ទង់លានអ្នកព្រោះអីនៅគ្រប់រដ្ឋទាំង50ហើយមាននៅក្រៅប្រទេសដល់អង់គ្លេសមានទីក្រុងឡុងដល់ប៉ារីប្រទេសអាល្លឺម៉ង់អីហ្នឹងក៏មានដែរការតវ៉ាហ្នឹងគឺផ្ដោតខ្លាំងបំផុតទៅលើបញ្ហាពន្ធគយហ្នឹងបញ្ហាបញ្ឈប់មនុស្សយ៉ាងប្រសាចបញ្ហារុះរើបញ្ហាបង្កកមូលនិធិនេះមូលនិធិនោះធ្វើឲ្យប៉ះពាល់ដល់អង្គការជំនួយមនុស្សធម៌ដូច USAID ប៉ះពាល់ដល់ស្ថាប័នព័ត៌មានដូចជាវិទ្យុអាស៊ីសេរីវិទ្យុសម្លេងសហរដ្ឋអាមេរិកវិទ្យុអឺរ៉ុបឡាក់អញ្ចឹងទៅហើយមានរឿងប៉ះពាល់ដល់ប្រាក់ពិការប្រាក់មនុស្សចាស់បញ្ហាអប់រំលុយក្រសួងមន្ទីរក្រសួងអប់រំត្រូវគេរំលាយអីគិតទៅវាច្រើនកណោក៏ដឹកអាហ្នឹងគឺទៅកើតឡើងពីថ្ងៃមុនហ្នឹងឯងប៉ុន្តែមុននឹងកើតឡើងហ្នឹងគឺមានរឿងកើតឡើងច្រើនមកហើយមួយទៀតគឺយើងឃើញថ្មីនេះមានតំណាងរាស្ត្រពីគណៈបកទាំងប្រជាធិបតេយ្យទាំងគណៈបកសាធារណរដ្ឋរបស់លោកដូណាល់ត្រាំខ្លួនឯងហ្នឹងបានប្រាប់ថាពួកគេស្នើច្បាប់ដើម្បីទប់កុំឲ្យលោកត្រាំដាក់ពន្ធដារឬសំទោសពន្ធគយបែបធ្ងន់កហើយគ្មានហេតុផលគ្មានសមស្របគេថាពន្ធដាក់ចេះដាក់ប៉ុន្តែដាក់ដោយអត់មានហេតុផលអ្នកចេះគណិតវិទ្យាបូកយ៉ាងម៉េចក៏តែមិនចេញគេយកទៅបូកដកគុណចែកយ៉ាងម៉េចថាដើម្បីឲ្យត្រូវនឹងភាគរយនៃចិញ្ចីពាណិជ្ជកម្មដែលគាត់ថាឲ្យវាស្មើគ្នាហ្នឹងគេបូកវាអត់ចេញសោះអាការកណនារបស់គាត់ហ្នឹងមិនដឹងប្រើរូបមន្តអីអញ្ចឹងគេចោទគាត់អញ្ចឹងព្រោះអីគួរឲ្យអស់សំណាចខ្ញុំសំទោសតាមពិតគេយកមកនិយាយជារឿងកំ pl ែងដែរនៅពេលដែលរដ្ឋបាលលោកត្រាំកណនាពន្ធពីប្រទេសទាំងអស់នៅលើពិភពលោកដែលជាដៃគូពាណិជ្ជកម្មមានកោះ2នៅក្នុងនោះដែលត្រូវជាប់ពន្ធដែរកោះមួយនៅស្អីនៅសមុទ្រនៅតំបន់សមុទ្រឥណ្ឌាណោះហើយអត់មានមនុស្សនៅប្រមាណទេមាន50នាក់ជាងឯកោះហ្នឹងមាននិយាយទៅមកដូចជាប្រទេសឬដែនដីមួយដែរគេឯករាជ្យស្វ័យយ័តដែរប៉ុន្តែមានមនុស្សរស់នៅប្រហែល59នាក់ឈ្មោះ McDonald Island បាទក្រៅពីមនុស្ស59នាក់ដែលរស់នៅជាប្រទេសមួយមានមនុស្សថា59នាក់ឲ្យទៅដាក់
ปุ่นจวบปุ่นเกได้ให้แคบินักสัตว์เพนกวินให้หนึ่งสัตว์เพสมอตได้ในดำบอลหนึ่งให้ก็มวยเตี้ยชมัวตาสวาลบาดหนึ่งเจนมวยนแต่เชียก็มวยได้ในดำบอลอาติกมีนไปเชียปลอดรุ่นในประหารปีปอนเนี่ยเฮ้ยแต่ดับปุ่นเกย์ไอสมาโดยเกย์จริงๆเป็นกิจกรรมโอ้ยอัดมีนตุ่มห้อมเป็นกิจกรรมไอ้เหมือนนึกปอนนั่งแต่โหซีแต่บานปุ่นไอ้ให้การกะเลยแต่ดับเตอโดยขี้เนี่ยจังดับเพียรอยดับไอ้จังได้วิแต่บ้านพอไอ้ตั้งจริงๆเป็นกิจกรรมนั่งเวียบ้าอย่างไม่เตอบ่อัดมีนเหมือนนึกเนื้อพองมีนแต่สัตว์ไอ้จังโดยเฉพาะเกย์จะแต่ชงอลถ้ากดย่อรูปมนไอ้ย่อหมอกโบกดอกนั่งแต่ทั่วเอาโดยเหืองศกขมายจังทำไปปลาไหลเพียบอยู่ที่ทั่วตำแหน่งอเมริกนอมโจศกขมายลือข้างเพียกีข้างกระทรวงปนิจกรรมทาโยปนบานตายปุ่มพอดบา30%หนึ่งให้ดอกเป็นขมายโยมาอเมริกวิ่งคืออเมริกโยแพปีจุดใบจุดผมมวยพิรอยยังจังได้เจียมันชมปดตำแหน่งได้อัดบานการกรุปน GSP วิมีตำแหน่งเซนเตียนนั้นตั้งขนมอัตราปนภายจะปนังต่อไปกวาดกัดกระทาเก่าสมปลพิรอยนาตัวเองให้เก่าสมปลพิรอยกอดโบกใจตัวเองคือกอดโบกทาตำแหน่งนอมหมอกไม้ตำแหน่งนอมปีอเมริกเตอร์ไม้ตะบานตะใบพิรอยตำแหน่งปีไม้นอมมาอเมริกบาน100พิรอยจังยอม100ดอกใบเคยเก่าสมปลโยเก่าสมปลใจปีเคยใส่ผมบ้วนจังใส่ผมบ้วนนั่นคือเจียปนในตรือกำหนดในเลยประเทศกัมพูชาให้ประเทศไต้เตียนก็แค่นี้เองจังโดยเฉพาะอัดมินตอระยะเพียบจริงๆเป็นกิจกรรมผู้ไอ้ใบยืงแมนเทนทำใบอ่อยสมาร์ตรังใบยืงยี่ปียุติท้อคือถ้าเบิกขมายโยปนเชื่อมัดชุ่มถ้า30%จ่อตุ่มในยามไรโจสขมายมันจังให้บองปนให้ดอกเปตุ่มในขมายนอมอมริกอเมริกโยปนตับปีจุดผมมวยจังยังสะยอปีจุดผมมวยดอกนัง30%นังเว้ยเนี่ยให้ยอ30%นังใจหนึ่งปีตามพุทธธรรมดับพิรอยเชียงหนึ่งบัดสันจะยืงทั่วแบบน้ำปลาจะอาจซ้ำหัดซ้ำพอสมตัวของยมแม่เนี่ยเศรษฐกิจที่นั่นบางปนยมในเยี่ยมปีโลจิกเตียให้จังยี่ขนาดวิเชียถนัดตีปีตีใบนั่นนะยืงก่อนอ่ะกึดเลงจังบัดสันจะยืงกึดแบบนั้นก็วิกลัวแต่ซ้ำรวมแบบนั้นต่อไปกึดแบบลูกตรัมออดดังถ้าขดโบกดอกอย่างไม่กึดอย่างไม่ยืงชื่อกระบาลหมอแต่ถ้าออดดังแต่ยืงตัวดำไรให้เนี่ยน่าก็ตัวดำไรได้ให้ดังจังได้ทั่วไอ้บอมปอนยืงมีปฏิกรรมเนี่ยดำนางเรียนเนี่ยไอ้กี่ตอว่าหอไอ้ตุบผมเอาเนี่ยข้างประสิทธิภาพกรุงหนึ่งถ้วยฉบับดำใบตุบมันเป็นจังไงไอ้ลูกตรัมนั่งกับผมเมียนเกเตียทำบัตรถ้วยฉบับนั่งเมาส์ฉบับเชียกูขวัดเจ้าอะไรนะมันสัญญาเอาจังจีฉบับไอ้จังแต่ผมเมียนเกเต็มประมาณไงมุนนั่งปัจจัยอะไรต่อไปสมเปียนั่งวิการแต่คลังเตอให้สมเปียมันแม้นเถิมตาปัจเจียปลอดเธอปาตกรรมจุ่มวิญสารดอเมริกเตสมเปียละโหตอนมีนตำนางเรียนั่งทานหนึ่งถ้วยฉบับตุบกับเอาคอนโทรลจังเปย์พองให้สมเปียหืองกิดังอีลอนมาได้เชียมหาไทยเทสลานั่งสมใบแต่มนุษย์ในขนมกรมพลกอดนั่งก่อประกาศสมเอาเลียชปีCEO ตื้อตกเอากรมพลเกนังบานสกายซอกพองผัวแต่ยืนทั่วอยู่ใบกิสอัพจังหวัดลานเทสลานั่งก็ทะเลทลายในกรุ๊ปตูแตงผิดพบโลกจังเตอทั่วไอ้กรมพลนั่งพิพลนั่งจ่อแต่ซาตายโดยซาไอ้โดยซาแต่ลูกตรัมหักใบโดยเชียเอาดำไหลแต่เลอโลกอีลอนนั่งชรานเป๊กโดยถ้าคืนกอดเมียนจุยลอยจุยไอ้ขนมยุติเนียการโฆษณาบอชนะดำไปตอบสนองโลกอีลอนได้เจียมหาสไทยได้จุยcái hàng anhจุยanhจุยไอ้นั่นนะจังเตยก็มาจัดการเงี้ยเอาทั่วเตยเชียเนี่ยไอ้cái hàngท่าบกกลึกมันไตรปีเสระบรัฐาพิบาลได้เจเนโรซีให้ขนมกรอบคันเชียมันไตรปีเสนี่คือโลกอีลอนมัสแมนกุยในกับไอ้นั่งตะกงดำใบปรับเลยคือสมกัดจะโกดสมกันจะโกดสมดัดเละสมจวนฟรังสมจวนแก่จังหมอดังจังตะเกมมือกรุบគ្នាថាហេតុអីបានជាលោកត្រាំបណ្ដោយឲ្យអ៊ីឡនធ្វើបែបនេះអីចឹងទៅគេមិនពេញចិត្តនឹងឲ្យប្រឈប់បុគ្គលិកប្រឈប់រឿងស្អីក៏ដោយតកតងនឹងការប្រឈប់បុគ្គលិកឬក៏ការដែលកាត់លុយជំនួយទាំងUSAID ទាំង
ខាង USA GM អាស៊ីសេរី VOA អីហ្នឹងគឺមានកំណត់ចេញមកពី Elon មុនរហូតហើយមកលោកត្រាំនឹងចេះតែធ្វើតាមអញ្ចឹងទៅដោយសារអី Elon គេកាន់ខាងនាយកដ្ឋានឬក៏ក្រសួងកែតម្រង់ប្រសិទ្ធភាពរដ្ឋាភិបាលអញ្ចឹងទៅប៉ុន្តែឥឡូវដែលមានប្រតិកម្មខ្លាំងធ្វើឲ្យ Elon ហ្នឹងคล้ายទៅជាមនុស្សលែងសំខាន់អីទៀតហើយព្រោះអីរដ្ឋបាលលោកត្រាំចាប់ផ្ដើមដឹងខ្លួនដែរថាមនុស្សលោក Elon នេះគឺល្បីតែខាងក្រុមហ៊ុន Tesla តែដល់មកកាន់ការរដ្ឋាភិបាលគឺគេជេរស្រោចពេញស្រុកដល់អញ្ចឹងទៅធ្វើឲ្យរឿងនេះវាលំបាកនៅក្នុងការដែលបន្តសកម្មភាពដែរអញ្ចឹងទៅបានប្រហែលថាជា5 6ថ្ងៃមុនហ្នឹងគឺលោក Donald Trump បានប្រឡយពាក្យថា Elon នៅអត់យូរទេអញ្ចឹងបានន័យថាការងាររបស់លោក Elon Musk ហ្នឹងចាប់ផ្ដើមថយទៅហើយឃើញឥឡូវចាប់ផ្ដើមប្រើអស់ពេលអស់តម្លៃទៅចាប់ផ្ដើមដូចថាជំរុះចោលហើយអញ្ចឹងថានយោបាយពេលខ្លះគេអញ្ចឹងគេយកមកប្រើអញ្ចឹងទៅប្រើអស់តម្លៃហើយលោក Elon ហ្នឹងក៏អញ្ចឹងដែរពេលខ្លះគាត់ពេលដែលឲ្យកាន់ការហ្នឹងអីបន្តិចហ្នឹងគឺគេឲ្យសម្ដែងសោះហ្នឹងគឺគាត់លេងមែនតែនអញ្ចឹងណាដល់អញ្ចឹងទៅវាចិត្តតែជ្រុលទៅហួសហេតុទៅវាធ្វើឲ្យប៉ះពាល់ដល់គ្រប់ស្ថាប័នគ្រប់ស្ទាប់វណ្ណៈរបស់ប្រជាពលរដ្ឋអញ្ចឹងគ្នាថ្នាក់អីអញ្ចឹងណាដូចពេលខ្លះការដឹកនាំនេះវាមើលទៅស្តៀងដូចនៅស្រុកខ្មែរដែរកន្លែងមួយចំនួនដូចថាទីប្រឹក្សាទីអីហ្នឹងដែលគេយកមកឲ្យគាត់ធ្វើជាតួសម្ដែងថ្លុកដើម្បីឲ្យគេដូចថាឲ្យលេងយកទៅធ្វើមែនតែនអីអញ្ចឹងមកយកតួនីតិហ្នឹងទៅធ្វើអីផ្ដេសផ្ដាស់អីអញ្ចឹងទៅគេធ្វើកអញ្ចឹងទៅអាហ្នឹងវាស្តៀងគ្នាដែរកន្លែងខ្លះប៉ុន្តែយើងមិនអាចទៅប្រៀបធៀបភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាគាត់ថាវាមានចំណុចខ្លះវាស្តៀងហ្នឹងគឺវាមានតូចតាចខ្លះដែរអាហ្នឹងគឺខ្ញុំរៀបរាប់អំពីអ្វីដែលកើតឡើងហើយសេដ្ឋកិច្ចអាមេរិកមកដល់ម៉ោងនេះហ្នឹងគឺថារំពើរំពើងរំជើបរំជួល3ខែទៅហើយដែលថាស្អីក៏តែមិនចុះថ្លៃថាអាទំនិញសពសារពើរត់តឡើងថ្លៃអាបញ្ហាការប្រាក់ក៏តែមិនឃើញចុះជីវភាពរស់នៅប្រចាំថ្ងៃក៏អត់ទាន់ឃើញប្រសើរអីដូច្នេះវាសម្ពាធហ្នឹងគឺវាច្រើនលើហើយអារឿងអន្តោប្រវេសន៍ហ្នឹងឃើញថាបញ្ញាប់ពេកដល់ពេលគាត់បញ្ញាប់ពេកទៅវាធ្វើឲ្យគេហៅអូសទូកធ្វើឲ្យល្អានចាប់ត្រីបានឲ្យល្អទឹកជួនកាលនឹងតឡាការសម្រាប់ក្តីអត់តាន់ផុតហងទៅបញ្ជូនមនុស្សរហូតទៅដល់នាំខ្លួនចេញទៅក្រៅប្រទេសបាត់ហើយហ្នឹងដូចនៅអែលសាវ៉ាដូថ្ងៃមុនហ្នឹងគឺបញ្ជូនមនុស្សម្នាក់ដែលជាជនអន្តោប្រវេសន៍ទៅដល់អែលសាវ៉ាដូតឡាការប្រាប់ថាបញ្ជូនមកវិញដាច់ខាតអត់មានអញ្ញៃទេព្រោះអីអារឿងថាជាអក្រិតជនឬក្រុមពួកបងធំបងតូចក្រុមហ្គេងអីអាហ្នឹងរឿងការចោទប្រកាន់របស់រដ្ឋាភិបាលប៉ុន្តែតឡាការគេរកឃើញថាអ្នកនោះគឺជាការបញ្ជូនច្រឡំគាត់មិនមានប្រព្រឹត្តបទអក្រិតអីអញ្ចឹងគេតឡាការមិនខ្ទាស់នៅក្នុងការបញ្ជូនជនអក្រិតទៅប្រទេសដើមណាវិញទេជាទូទៅប៉ុន្តែរដ្ឋបាលលោកត្រាំគឺចង់ចាប់ឲ្យសុកចិត្តចាប់ច្រឡំកុំឲ្យលែងខុសសុកចិត្តបញ្ជូនច្រឡំកុំឲ្យទុកខុសអញ្ចឹងបញ្ជូនច្រឡំទៅខុសអាបច្ចេកទេសហ្នឹងទៅទីឲ្យយកមកវិញគាត់អត់យកមកវិញឥឡូវនឹងកំពុងតែចម្រងចម្រាស់គ្នាតតាំងក្តីគ្នានៅហូបាយអូហូស្ទឹងហ្នឹងខាត់ពេលវេលាដោយសារអីតឡាការគេចង់និយាយថានីតិវិធីតឡាការគេមានច្បាប់មានអីត្រឹមត្រូវមិនចេះតែបញ្ជូនណាគេចោទរដ្ឋបាលលោកត្រាំអញ្ចឹងតែរដ្ឋបាលលោកត្រាំថាអត់មានទុកផងពួកអក្រិតជនត្រូវតែបញ្ជូនប៉ុន្តែតឡាការគេថាហៅទៅដូចអត់មានឃើញថាគាត់ជាអក្រិតជនឯណាផងជាដូចថាមិនប្រព្រឹត្តដោយអ្វីដែលជាការចោទប្រកាន់ហើយនីតិវិធីនៅក្នុងការបញ្ជូននោះវាអត់ទាន់ចប់ទៅទៀតដូច្នេះចង់ឲ្យអាការបញ្ចប់នីតិវិធីតុលាការឲ្យចប់រួចសិនសឹមបញ្ជូនទៅវាមិនអីទេក៏ប៉ុន្តែដោយសារបញ្ជូនខុសអញ្ចឹងវាធ្វើឲ្យរាំងស្ទះដល់ការបញ្ជូននឹងឥឡូវហ្នឹងរាំងស្ទះពេញទឹកពេញដីតែម្ដងដោយសារអីដោយសារតែអត់អាចរំលងនីតិវិធីតុលាការបានណាហើយឥឡូវហ្នឹងសំណុំរឿងហ្នឹងចាល់គ្រប់កន្លែងដោយសារចាប់មកច្រើនពេកបញ្ជូនអត់តាន់ចង់តែបញ្ជូនលឿនអត់បាច់ជំនុំជម្រះអញ្ចឹងអាមេរិកអត់អាចធ្វើអញ្ចឹងបានទេច្បាប់តឹងមែនតើគឺមនុស្សគ្រប់រូបដែលនៅលើទឹកដីសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវតាមនីតិវិធីតុលាការមិនមែនដូចថាមិនមែនធ្វើអីតាមក្បាលចិត្តពួកប្រជាធិបតេយ្យនោះវា
មានអាយុកាលរាប់រយឆ្នាំទៅហើយអញ្ចឹងនៅមានមនុស្សច្រើនណាស់នៅអត់ចង់ឲ្យលោកត្រាំជិះសេះលែងដៃខ្ញុំជឿថាលោកត្រាំខ្លួនលោកក៏ពិបាកដែរមិនស្រួលទេណាបងប្អូនឥឡូវខ្ញុំរៀបរាប់ព្រឹត្តិការណ៍បន្តិចមកបងប្អូនឃើញថានេះក៏ជាសម្ពាធដល់រដ្ឋបាលលោកត្រាំខ្លួនឯងដែរចង់ធ្វើរឿងពុនកយនេះមួយឲ្យកក្រើកថាចំណេញសហរដ្ឋអាមេរិកជាការចំណេញមែនហើយក៏ប៉ុន្តែចំណេញយ៉ាងម៉េចឥឡូវមនុស្សភ័យព្រួយគ្រប់គ្នាចលាចលហើយចាប់ផ្ដើមមានអារិភាពបាទគឺសត្រូវជាមួយនឹងសម្ព័ន្ធមិត្តខ្លួនឯងណាយើងបើថាសត្រូវជាមួយនឹងប្រទេសដែលដូចរុស្ស៊ីប្រទេសចិនដែលយើងធ្លាប់តែមិនត្រូវគ្នាអីអញ្ចឹងមកដូចអត់មានអីភ្ញាក់ផ្អើលទេក៏ប៉ុន្តែឥឡូវត្រូវគ្នាជាមួយរុស្ស៊ីបែរទៅជាមកឆ្លោះគ្នាជាមួយនឹងសម្ព័ន្ធមិត្តដូចសហគមន៍អឺរ៉ុបអីទៅតម្លើងពុនគេអីច្រើនដែលសិទ្ធិអ្នកដែលជួយគ្នាទៅវិញទៅមកតទៅនៅក្នុងការរៀបចំសម្ដាប់ធ្នាប់ពិភពលោកដូច្នេះរឿងទាំងអស់នេះឲ្យដែលធ្វើឲ្យគេដាក់សម្ពាធគាត់ខ្លាំងថាមិនអាចធ្វើអញ្ចឹងបានទេគេពុំមានហើយខាងគណៈបកប្រជាធិបតេយ្យនោះជាគណៈបកប្រឆាំងសប្ងៃនេះនៅសហរដ្ឋអាមេរិកហ្នឹងគេអត់នៅស្ងៀមដែរតំណាងរាជគេនឹងគឺថាតវ៉ាបាតកម្មប្តឹងផ្ដាល់បណ្ដឹងនោះគឺថាអូយរាប់រយបណ្ដឹងដូច្នេះសម្ពាធទាំងអស់នេះគឺធ្វើឲ្យរដ្ឋបាលលោកត្រាំគាត់រងកម្ដៅនឹងដែរដោយសារតែរងកម្ដៅខ្ញុំអាចសំយោគមកវិញថានេះក៏ជាមូលហេតុដែលធ្វើឲ្យគាត់ចាប់ផ្ដើមខ្ជាក់រឿងកយពុនកយនេះដែលដំបងត្រូវដាក់ឯងធ្ងន់ដៃនោះស្រាប់តែមកទម្លាក់ត្រឹម 10% សិនហើយទុកពេលចរចាពីដំបងឡើយគេពីព្រលឹមមិញណាព្រឹកមិញមានណាគឺដាក់អ្នកណា49អញ្ចឹងទៅអ្នកណា120 104អញ្ចឹងទៅឥឡូវគឺដាក់តែ 10% សិនទេហើយទុកចរចាអានេះគឺជាខ្ញុំជឿថាមិនមែនឯងរដ្ឋបាលលោកត្រាំមកសម្រាប់អញ្ចឹងទេតែប៉ុន្តែខាងសេតវិមានគេនិយាយចេះគេថាគេដូរចិត្តនេះគឺដោយសារតែប្រជាពលរដ្ឋមួយចំនួនគេហៅជ្រើមនិងភ័យជ្រុលមានអ្នកជ្រើមហើយភ័យជ្រុលទៀតហើយលោកត្រាំដែលទៅស្ដាប់រឿងអ្នកជ្រើមភ័យជ្រុលនឹងពីកាលគាត់ធ្វើស្រេចតែគាត់មកអាយុមកហើយហ្នឹងអញ្ចឹងបាទខ្ញុំថារឿងទាំងអស់នេះគឺវាមានបែបផែនអញ្ចឹងក៏គាត់ដឹងដែរថាបើសិនជាគាត់ធ្វើផ្ដេសផ្ដាស់បែបនេះតទៅទៀតវាប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចពិភពលោកហើយអាមេរិកហ្នឹងក៏មិនមែនបានន័យថាសេដ្ឋកិច្ចហ្នឹងនៅនឹងដែរព្រោះយើងពឹងពាក់គេទាំងអស់បើតែខ្លាំងមែនប៉ុន្តែយើងស្ទើរតែពឹងពាក់ចំណេញពីគ្នាទៅវិញទៅមកដល់ពេលតែយើងធ្វើក្ដុងក្ដាំងអញ្ចឹងពេកទៅវាទៅជាដុតចោលទាំងអស់ហ្មងដុតព្រៃដើម្បីយកអណ្ដើកហូបឯនេះអញ្ចឹងវាអត់វាខាតវាងាប់ឈើងាប់អីអស់អាលីងចង់ក្រោយបានអណ្ដើកពីរហ្នឹងព្រៃមកវាលមកភូមិអញ្ចឹងវាយុទ្ធសាស្ត្រនេះហាក់បីដូចជារៀងសង្ខុញបន្តិចក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមសម្រួលចិនគឺคล้ายទៅជាសត្រូវស៊ីសាច់ហុតឈាមរបស់សហរដ្ឋអាមេរិកហើយព្រោះ 125% នេះគឺធ្ងន់មែនតើតែយ៉ាងណាចិននៅតែប្រកាន់ចំហថាតស៊ូលុះខ្សៃហើយមុននឹងខ្ញុំបន្ថែមបន្តិចមុននឹងពេលដល់មានបញ្ហានេះគឺសូម្បីតែនៅផ្ទៃក្នុងរបស់រដ្ឋបាលលោកត្រាំខ្លួនលោកហ្នឹងក៏ចាប់ផ្ដើមនាំគ្នារកវិធីរុញច្រានលោកអ៊ីឡនចេញពីក្រុមការងារដែរយើងឃើញដោយសារអីម្សិលមិញនេះបងប្អូនម្សិលមួយថ្ងៃនេះមន្ត្រីជាន់ខ្ពស់ទីប្រឹក្សាជាន់ខ្ពស់ឬក៏ទីប្រឹក្សាកម្ពុជារបស់លោកត្រាំផ្នែកពាណិជ្ជកម្មគឺលោក Peter Navarro ហ្នឹងគឺគាត់ហៅលោក Elon Musk ថាមិនមែនជាសេដ្ឋីបកែខាងផលិតទេគឺជាសេដ្ឋីបកែតែខាងគេហៅថាផ្គុំដើររើសពីនេះបន្តិចនោះបន្តិចមកផ្គុំឡានគាត់ទៅដើម្បីយកលក់មិនមែនផលិតខ្លួនឯងទេណែគាត់ចោតប្រកាន់អញ្ចឹងណាលោកនិយាយទៅរឿងនេះមិនគួរណាកើតឡើងដែរព្រោះសិតតែអ្នកកម្ពុជានៅក្នុងរជ្ជកាលលោកត្រាំហើយតមកឆ្លោះគ្នាអញ្ចឹងគាត់ឆ្លោះគ្នាហ្នឹងគឺគាត់ចោតលោកអ៊ីឡនហ្នឹងដោយសារអីអញ្ចេះមុនហ្នឹងអ៊ីឡនហ្នឹងសរសើរគាត់មួយដែរគឺគាត់គំនិតអ្នករ៉ូស៊ីគឺគាត់គិតថាដាក់
ปุ่นครั้งก็อัดใส่ความตรอลูกตรามได้เตบตามมือก็จังเอาเมียนเศรษฐกิจตีซาปุ่นสไรวิ่งอัดเมียนปุ่นมั่งวันในท่าในสหกรมรบไอ้รบบัดยอปุ่นตำแหน่งแต่นอมเชนเปียมริโจเตอรบไอ้ให้รบก็ยอมอมริบัดบังปุ่นนี่การได้จังเอาอัดเมียนปุ่นต่างอักเนี่ยแต่วิ่งแต่เมาดอกำรัดโซนแบบเนี้ยทัวเอาตีปรักษาจวนขบวนระบลูกตรามเฮาลูกอีลอนทาเจียแม่เนี่ยผลิตเด้คือเนี่ยเอาซีดาวแต่ผมโมโดยใจจังก็ยอมมากลุ่มคือเนี่ยตั้งบานเจรูปเรียงตั้งยอดแต่ลวกให้กำเนิดนี่คืออัดบานจะไหนไอ้ดอลลาร์อะไรที่อัดช่วยไอ้ดอลลาร์อะไรเตียก็เจ้าอีลอนทาส้มใบแต่ลานเทสลานั่งไงเครื่องดังกลุ่มระบาดลานเทสลานั่นคือคลาโยมาปีจันจังเตอผลิตในจันคลาโยมาปีประเทศแขวยอมากลุ่มคือเนี่ยในอเมริกเตอร์บันยอลัวก่อนยิงจังท่าวิอัดบานช่วยเศรษฐกิจอเมริกเองจังก่อนยิงนักนองในดื้อดองลองสำได้ไอ้ลูกอีลอนบันข้างนกยัลเมนตันกอดข้างกอดเจ้าลูกพีเรนวาโรนั่งทาเจียมมนุษย์แต่ใส่ประสาทเปียนี้ยังทะเลาะแต่ลือเนี่ยนโยบายในสุขหมายเจ้าประกันแค่นี้เลยยังลือเนี่ยนโยบายในสหรัฐอเมริกแม้เนี่ยนโยบายที่คือจีตีปรึกษาระบปรึกษากัมพูระบลูกโดนัลด์ทรัมป์มันใหญ่จังเจ้านี้อีลอนเจ้าลูกพีเรนั่งทางเนี่ยจิมเนียนปรึกษาภายในเป็นกิจกรรมนั่งทาเจียมนุษย์ไซประสาทให้มันทำปนังทะลงงโดยกูเปียนี้ยังทะเลาะลือแต่ยังใหญ่จีภาษาขมายหลงงโดยโกหรือดับกดกดขังแจ้ขังถ้าเจ้าลานเตสลากอดนั่งผลิตโยเครื่องดังกุมปีเกมาอัดบานผลิตในสหรัฐอเมริกจะนั่งเศรษฐกิจอเมริกแต่ก็ถ้าอัดตุ่มมือการศึกษาสาวชื่อหรือบ่เกี่ยวเว็บไซต์มวยได้ลานลุยนั่งแต่เกี่ยวลานเทสลาประเภทโมเดลเซเว่นไอ้นั่นคือสไตล์ผลิตในสหรัฐอเมริกต่างอ้อนั่งเวลามีนติโยเครื่องบัลลังหรือก็ผนังนามวยปีศกแขวไอ้จังนั่งอีลอนก่อนใหญ่จังปันท้ายพีเรอร์ในวาโรก่อนมันนั่งสำอางแต่เลยไอ้ท่าสถายอีลอนมาสนั่งคือเชียเนี่ยได้ด้วยเรื่องใจโยมาคุมคนนี้ให้รู้ว่าเชียงการผลิตครัวไอ้เนี่ยนั่งไงบางครั้งคือเนี่ยให้ฉันเชื่อท่าต่างอ้อนี่คือการล้างโดยซาแต่มีนยนในการมุ้ยในขนมรัฐบาลลูกตรัมก็ท่าบานได้ดำใบไอ้ประดับลูกอีลอนนั่งอาการแต่ชงายเตยทั่วไอ้กอดคลายแต่เชียสตร์คลายแต่เชียเธออัดเธอเนี่ยช่วยเนี่ยนะในขนมจูถนัดดักนอมจังเตยอยู่เธอมีนแฮดพอลไอ้กอดระสัดไอ้ชงายปีชานโยบายหรือก็ปีไอ้นั่งเตยดำใบเอากลมเอาทาอัดมีนข้อไออัดมีนตัวคนนี้ไอซอสแต่เตยบัดเตให้เนี่ยนอมปีระบบสตาร์วิมีนมุนนี่คือมาหนีเองใช่ทาเอ้ยมันนึกปลอนั่งตันจังไอเอากอดประดาวกอดมาระยะเตียดนะลอยใช่เตียดเนี่ยสไลแคโรลินเลวิตหนีเองจังทา boys are boys จะรักมนุษย์พอตันจังไอชลวดสักเนียตัวสักเนียจังเตยตกอ้อยตามตนาจังเตยตามปิดคิมชื่อท่านี่คือจียุทธศาสตร์ระบบเกณฑ์ในโครงการทัวร์เอาลูกอีลอนนั้นการแต่ละสัตว์ง่ายให้ลูกทรัมป์ก็เติมเยี่ยมลงได้ท่าบตัวด่าอีลอนจะง่ายจังปีการเงียได้เชียประเด็นเนี่ยในทางปงเริงประสิทธิภาพรัฐบาลกระทรวงรัฐบาลอะไรนั่งกระด้อยก็เนื้อแต่จีมัดเพะจัดสนัดหรือก็เนื้อแต่จีตีปรักษาจังไปในท่าลูกทรัมป์เนื้อแต่ดอลดำไหลเอากติยุดอลอีลอนได้ท่าแต่อย่างน้าลูกตรามบานในยีทาขนมเปรี้ยวนามวยอีลอนเตยแต่จะจังอาจตกบานเตให้จะจังนั่นได้ซาไอ้ตามฉบับบ่ยังจูลเจียมเหมือนเตยปีเสระบรัฐบาลแบบนั้นคือเกมีนเปกำนัดฉบับในสหรัฐอเมริกนี่เกมีนระยะเปกำนัดเกฉบับล้อโดยทับประมาณค่ายจิตตู้เติม130 ไงจังบ่130 ไงแม้นคือวิปหาจีเชียงบุญคายน้ำจังไงบอกเชียงบุญคายอีลอนอาจเนื้อละโหดดอดามคายมีถุหน้าประสันจิกอดเนื้อนะแต่คอยเป็นนังมาอาจจอบไปปัญหาวิหารไปโดยจีเลื่อนไปผู้ธรรมดาบางทีจังตกเนื้อกิจแต่รอเลยดำใบปตอกิเขาสัญญาการเงี้ยปตอเตียจังไงบางผลแต่เลยดังไงถ้าวิมีนวิบัติคลาได้มันออเตกระดุมกระแดงนั่นนะจังสรุปปฏิกาต่างๆนี้อาจเตี้ยนมาเว้นทาหัดไอ้บ้านจีมีน
ការដូរចិត្តរបស់រដ្ឋបាលលោកត្រាំថ្ងៃនេះរៀងលឿនម្លេះនៅក្នុងរឿងពន្ធដារនេះសំទោសពន្ធកយនេះឥឡូវយើងនិយាយពីប្រទេសកម្ពុជាយើងវិញយើងនៅសល់ពេល3ខែទៀតតើយើងធ្វើអីហើយយើងសង្ឃឹមអីយើងបានត្រៀមខ្លួនហើយឬនៅដើម្បីចរចានេះគឺជាសុទ្ធតែសំណួរទេចម្លើយគឺខ្ញុំបានរៀបរាប់នៅក្នុងការផ្សាយពីព្រឹកមិញម្ដងហើយបងប្អូនកម្ពុជាអត់មានគីឡូទេនិយាយទៅគឺកម្ពុជាអត់មានបើយើងនិយាយទឹកមាត់ប្រៃខ្មែរយើងប្រើពាក្យទឹកមាត់ប្រៃយើងវាអត់មានទឹកមាត់ប្រៃទេព្រោះអីយើងអត់មានទម្ងន់នៅក្នុងការចរចាជាមួយគេក្រៅតែពីអង្វរគេអង្វរឲ្យគេកុំយកថែមតែប៉ុណ្ណឹងហើយអង្វរហ្នឹងតែយើងជឿទៅលើសហរដ្ឋអាមេរិកមិនឥឡូវឧទាហរណ៍វៀតណាមអាមេរិកចោទហើយថាជាទ្វារក្រោយរបស់ចិនចាំមើលឥឡូវ 10% ចឹងដូចគ្នាវៀតណាមក៏ត្រូវតែ 10% ទេណាកម្ពុជាក៏ត្រូវតែ 10% ចឹងពីនឹងដល់3ខែហ្នឹងតើទំនិញដែលនាំចេញមកអាមេរិកហ្នឹងតើស្អាតស្អំប៉ុណ្ណាតើដោយការចោទប្រកាន់របស់គេទេឬក៏នៅតែយកទំនិញចិនមកហើយបោះស្លាកវាយបិទត្រាឬក៏គេថាដាក់ឈ្មោះវៀតណាមផលិតនៅវៀតណាមផលិតនៅកម្ពុជាអញ្ចឹងទៅហើយនាំមកអាមេរិកព្រោះអីវៀតណាមឥឡូវ 125% ដឹងតែនាំចេញអារួចហើយអញ្ចឹងយើងត្រូវតែសម្អាតអាហ្នឹងឲ្យមែនតែបើគេចោទអីចោទតែសំខាន់កុំធ្វើឲ្យដូចគេចោទអញ្ចឹងណានឹងគឺជារឿងមួយដែលខ្ញុំគិតថាកម្ពុជាត្រូវធ្វើទី2យើងនៅតែត្រូវតែស្ដារស្ថានភាពយើងឡើងវិញតកតងនឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនិងសិទ្ធិសហជីពអីហ្នឹងគឺឲ្យខាងតែបានហើយពេលនេះគឺជាពេលល្អបំផុតសម្រាប់សហជីពតវ៉ាព្រោះរដ្ឋាភិបាលអត់ហ៊ានបង្ក្រាបទេហើយបើបង្ក្រាបក៏បង្ក្រាបទៅប៉ុន្តែចង់និយាយថាគេហៅដំដៃតន់នៅក្តៅព្រោះការតវ៉ារបស់សហជីពនៅពេលនេះគឺបើរដ្ឋាភិបាលបង្ក្រាបគឺមានគេមើលដែរថា10% ហ្នឹងអាចថែមទៀតឥឡូវតកតងនឹងរឿងសុវត្ថិភាពរឿងសិទ្ធិសេរីភាពរបស់សហជីពកម្មករអីហ្នឹងយើងមិនបានធ្វើបាបគេខ្ញុំនិយាយនេះមិនបានលើកទឹកចិត្តឲ្យបងប្អូនតវ៉ាទេខ្ញុំឃើញបងប្អូននៅ Nagavel នៅអីហ្នឹងបងប្អូនតវ៉ាហ្នឹងរាប់ឆ្នាំហើយ 3-4 ឆ្នាំជាប្រចាំដែរទេបាទប៉ុន្តែគាត់ថាចង់និយាយថានៅក្នុងការតស៊ូមតិឱកាសបែបនេះគឺជាឱកាសនៅក្នុងការតស៊ូមតិប៉ុន្តែដូចខ្ញុំជំរាបអញ្ចឹងមិនមែនជាការញុះញង់ជាការលើកទឹកចិត្តទេគាត់ថាយុទ្ធសាស្ត្រនៅក្នុងការតស៊ូមតិគឺដំដៃតន់នៅក្តៅពេលនេះគឺសហគមន៍អន្តរជាតិកំពុងឃ្លាំមើលកម្ពុជាចរិតកម្ពុជាយ៉ាងម៉េចដែរធ្វើទុកបុកម្នេញកម្មករការតវ៉ាហ្នឹងប្រក្រាបគេយ៉ាងម៉េចធ្វើបាបគេយ៉ាងម៉េចនៅពេលហ្នឹងគឺអាចថ្នមកម្មករពលករតវ៉ាបានខាងនោះអត់ហ៊ាននេះខ្លាចខាងនេះគេកត់បន្ទុកច្រើនណាប៉ុន្តែគេកត់ឲ្យអស់គាត់ថាអាចថាមកដល់ពេលគេពងចាំអង្គុយមើលហើយយើងនៅប្រព្រឹត្តផ្កើនអញ្ចឹងទៀតបាទន័យថាគេអស់ភាពអត់ធ្មត់របស់គេណាទី3តែយើងធ្វើអីទៀតប្រទេសកម្ពុជាទី3គឺយើងចាប់ផ្ដើមពង្រឹងកម្លាំងសេដ្ឋកិច្ចខ្លួនឯងផលិតផលក្នុងស្រុកលក់ដូរនៅក្នុងស្រុកបិទផលិតផលពីក្រៅស្រុកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យកសិករលក់ដូរជួយពួកគាត់ដើម្បីទប់នឹងការហូរចូលនៃទំនិញកសិផលផលិតផលពីប្រទេសវៀតណាមនិងប្រទេសថៃប្រទេសស្អីក៏ដោយនិយាយទៅគឺដាក់ពន្ធប្រទេសខាងក្រៅនឹងឲ្យធ្ងន់យើងអត់ដាក់ទណ្ឌកម្មគេទេប៉ុន្តែយើងបើកដង្ហើមសេដ្ឋកិច្ចយើងព្រោះអីតែយើងពឹងទៅលើចាំថ្ងៃណាថ្ងៃហ្នឹងសង្ឃឹមថារឿងនាំចេញអីមកអាមេរិកបើគេដាក់ពន្ធយើងដាច់ខ្យល់ងាប់អញ្ចឹងមិនកើតទេយើងធ្វើយ៉ាងម៉េចឲ្យមានច្រកទ្វារក្រោយមួយដែរ back door ដូចតែយើងគេចោតកម្ពុជាហើយនិងវៀតណាមរឿងជាទ្វារក្រោយរបស់ចិនអញ្ចឹងយើងមានទ្វារក្រោយរបស់យើងមួយទៅទ្វារក្រោយរបស់យើងហ្នឹងគឺយ៉ាងម៉េចគឺយើងពង្រឹងសង្វាក់ផលិតកម្មនៅក្នុងស្រុករបស់យើងឲ្យខ្លាំងហើយទប់ការនាំចូលពីក្រៅប្រទេសហ្នឹងឲ្យខាងតែបានវាអាចខាតចំណូលពន្ធកយគាត់ប៉ុន្តែវាចំណេញសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងគឺលើកទឹកចិត្តឲ្យកសិករផលិតឲ្យបានច្រើនហើយលើកទឹកចិត្តឲ្យមានការងារធ្វើចង់បើសិនជាធ្វើដូច្នេះបានណាក្នុងរយៈពេល3ទៅ5ឆ្នាំពលករនៅប្រទេសថៃអាចរត់មកស្រុកខ្មែរវិញទាំងអស់ប្រហែល2លាន3លានអ្នកហ្នឹង
មកជួយធ្វើកសិកម្មធ្វើស្រែចម្ការឬក៏ធ្វើអីក៏ដោយឲ្យតែបានផលកុំថាការធ្វើកសិកម្មនឹងបានលុយតិចណាបងប្អូនកសិករនៅស្រុកអាមេរិកមានណាស់ដោយសារអីដោយសារតែរដ្ឋគេជួយឲ្យមានទីផ្សារអញ្ចឹងគាត់ធ្វើបានផលណាក៏អត់ទៅចង់ធ្វើការអីឈឺក្បាលអីទៀតទេគាត់ធ្វើតែកសិកម្មគាត់យកលុយចាយតែអស់មើលដីកសិដ្ឋានចម្ការរបស់គាត់ហើយរដ្ឋនឹងចាប់ផ្ដើមជួលដីនៅក្នុងតម្លៃថោកឲ្យកសិករធ្វើទៅព្រោះឥឡូវហ្នឹងអូយដីស្រែចម្ការស្អីហ្នឹងលឺសូរតែលក់ដូរអស់ហើយដោយសារខ្វះខាតជួនកាលហ្នឹងប្លង់នឹងគេអស់បាត់ទៅហើយប្រចាំគេអស់ហើយយកលុយមកដើម្បីដោះតល់អីប៉ុន្តែដល់ពេលមែនតែនត្រូវការធ្វើអីអត់មានទៅទៀតណាអញ្ចឹងដល់ពេលនេះគឺជាពេលដែលរដ្ឋត្រូវយកមកវិញមកដីណាដែលទៅឲ្យអុកញ៉ាណាអីប្រសេកប្រសាចហ្នឹងគឺយកមកចែកឲ្យប្រជាពលរដ្ឋជួលចង់និយាយថាឧទាហរណ៍មហត្តាជួលឲ្យប្រជាពលរដ្ឋទៅមួយឆ្នាំយកគាត់$50អីឬក៏តិចជាងហ្នឹងទៅដើម្បីឲ្យគាត់អាចផលិតបានតម្លៃទាបបំផុតឬសឹងថាឲ្យតទេឲ្យជួលតទេមិនមែនឲ្យតទេចង់និយាយថាឲ្យដីធ្វើតទេផងដើម្បីឲ្យកសិផលគាត់នឹងបានរីចម្រើនណាអាហ្នឹងខ្ញុំជឿថាជាចំណុចដែលរដ្ឋាភិបាលគួរធ្វើហើយគួរតែជាអតិភិបអត់ត្រូវរងចាំទៀតទេណាអត់មានពេលរងចាំទៀតទេកុំខ្ចីដង្ហើមគេដកឲ្យអត់ណាអាមេរិកនេះណាស្ថានភាពបែបនេះ4ឆ្នាំព្រោះលោកត្រាំអាណត្តិគាត់4ឆ្នាំហើយមិនត្រឹម4ឆ្នាំទេលោកត្រាំប្រាប់ថាអាចនឹងត4ឆ្នាំទៀតផងព្រោះបង្ហើបមកបដាថាអាណត្តិនៅសហរដ្ឋអាមេរិកប្រធានាធិបតីគេធ្វើបានតែ2អាណត្តិទេប៉ុន្តែលោកត្រាំថាជួនកាលគេអាចធ្វើ3អាណត្តិបានគាត់មានតែខ្វល់អីរហូតតបបួលលោកបារ៉ាក់អូបាម៉ាដែលចប់អាណត្តិ2អាណត្តិហើយថាបើគាត់ឈរឈ្មោះអាណត្តិទី3ហៅលោកបារ៉ាក់អូបាម៉ាឲ្យមកតតាំងប្រណាំងប្រជែងគ្នាសម្រាប់មួយអាណត្តិទៀតទៅប៉ុន្តែនាំគ្នារំលោភរដ្ឋធម្មនុញ្ញទេបងប្អូនខ្ញុំជឿថារឿងនេះវាមិនកើតឡើងទេព្រោះអាណត្តិរបស់ប្រធានាធិបតីគឺមានតែ2តែបើគាត់បកស្រាយយ៉ាងណាយើងថាមិនត្រូវដែរណាលោកត្រាំគាត់ធ្វើព្យុះភ្លៀងឲ្យបានគ្រប់តែរឿងដែរគ្រាន់តែថាយ៉ាងណាក៏នៅតែមានគេខ្ទប់មិនឲ្យវែងឆ្ងាយព្រោះខ្វះអីមនុស្សធ្វើការមកកណោហេតុអីបានត្រូវការតែមានលោកត្រាំមួយឬលោកបារ៉ាក់អូបាម៉ាមួយដែលអាចធ្វើឲ្យប្រទេសនេះរីកចម្រើនអ្នកល្បីមានសមត្ថភាពមកកណោណាមិនអញ្ចឹងណាបាទឥឡូវយើងនិយាយពីប្រទេសកម្ពុជាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណឹងដែលយើងត្រូវការដែលត្រូវធ្វើប៉ុន្តែបងប្អូនក្តីសង្ឃឹមរបស់យើងមួយទៀតណាបើសិនជាសហរដ្ឋអាមេរិកណាយកពុនយើងច្រើនឧទាហរណ៍ដល់49%ចុះយើងនិយាយពីអាក្រក់ឲ្យច្រើនជាងចុះប្រកុំធូរពេកយើងត្រៀមដល់ថ្នាក់ហ្នឹងថាឥឡូវ3ខែក្រោយដល់ខែកក្កដាថ្ងៃ9ខែកក្កដាហ្នឹងស្រាប់អាមេរិកគេថែមទៀត39%ទៀតឲ្យគ្រប់49%ដោយការកំណត់ពីដើមមកដោយសារតែស្ថានភាពលក្ខណៈខ្ញុំអត់ដឹងខ្ញុំជាការស្មានណាសន្និដ្ឋានទុកយើងនឹងមានសហគមន៍អឺរ៉ុបដែរតាបងប្អូនចុះសហគមន៍អឺរ៉ុបហ្នឹង EBA គេទៅដក 20% ហ្នឹងយើងនៅសល់ 80% ទៀតនឹងទីផ្សារមកកណោហ្នឹងទីផ្សារនៅប្រទេសដទៃទៀតក្រៅពីសហគមន៍អឺរ៉ុបហ្នឹងយើងពង្រឹងបានដែរមិនអញ្ចឹងហ៎គាត់ថាទៅចិនទៅអីខ្ញុំមិនដឹងថាតើមានប្រសិទ្ធភាពយ៉ាងណាទេនៅពេលដែលចិនតឹងពឹសអីដូច្នេះចិនលែងលក់អីបានមកអាមេរិកហើយមិនដឹងថាចិនអាចនៅទទួលទិញអីពីខ្មែរបានយ៉ាងណាប៉ុន្តែសហគមន៍អឺរ៉ុបនៅតែជាទីផ្សារសំខាន់របស់កម្ពុជាដែរបងប្អូនក៏ប៉ុន្តែយើងអាចកសលត្រង់មួយទៀតថាបើចង់លក់ឲ្យវ៉ាន់ទៅទីផ្សារអឺរ៉ុបនៅក្នុងពេលដែលលំបាកអាមេរិកខ្ទប់យើងហ្នឹងគឺទាល់តែយើងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរព្រោះអឺរ៉ុបហ្នឹងគឺកំពុងតែនៅដូចថាកុកហើយជុងទៀតអឺរ៉ុបហ្នឹងគឺជាជុងចាំមើលកុកយើងហើកុកហៅតែឯងខ្លាចហៅទាំងគូហ្នឹងគឺតែយើងហៅវល់អត់ព្រមដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាប់ជុងទៀតព្រោះឥឡូវគេគម្រាមតាំងចុងឆ្នាំថាដាក់ថែមទៀតហ្នឹងហើយតែយើងអត់មានស្ដារអីសោះអញ្ចឹងហើយបានថាជាឱកាសល្អស្ដារបដារឿងនឹងដែរសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដោះលែងទៅនេះពេលនេះគឺជាពេលប្រសើរបំផុតហើយនេះមុននឹងចរចាមួយអាមេរិកសាកដោះលែងលោកកឹមសុខាមើលដោះលែងសកម្មជនស្អីគេតាំងពី CLV ណោះមានប្អូនស្រុនសភាមានស្អីមកកណោក៏ដឹកហើយកញ្ញាសេងធីរីអីហ្នឹងទុកដល់អង្កាលទៀតខ្ញុំពងតែឆ្ងល់មន្ទីរឃុំឃាំងហ្នឹងលឺសូដូចជាចៀតណែនណាន់តាន់តាប់មនុស្សប្រព្រឹត្តអក្រិតមកកណោពុករលួយពេញភូមិអត់ព្រមចាប់យកមកដាក់តាគ្នាជាអ្នកទោសមនសិការហើយ
ហើយដាក់ធ្វើឲ្យមានកម្មប្រទេសខ្លួនឯងទៀតបើដាក់ពួកអក្រិតជនដែលចាប់រំលោភគេបើកបុកគេស្លាប់ឬក៏ធ្វើបាបប្រជាពលរដ្ឋហ្នឹងអ្នកនោះដាក់គុកមួយជីវិតហ្មងទៅក៏ល្អដែរព្រោះចង្រៃគួរតែនៅជាប់គុកឲ្យយូរព្រោះអីតែចេញមកហ្នឹងវានាំឲ្យចង្រៃគេចង្រៃឯងហើយដល់តែគ្នាជួយកិច្ចការងារសង្គមឈឺឆ្អាលរឿងបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យទៅចាប់គ្នាដាក់គុកខាតប្រយោជន៍យើងទាំងអស់ខាតទាំងអាចំបាយគាត់នៅក្នុងគុកខាតទាំងអាអ្នកយាមគុកហ្នឹងត្រូវមើលគាត់ត្រូវអីសពបែបយ៉ាងហើយដល់បើយើងចេញមកតើវាធូរប៉ុណ្ណាទៅមកជួយការងារសង្គមអីទៀតហើយបានមុខមាត់យើងល្អទៀតហេតុអីក៏មិនធ្វើដូច្នេះខ្ញុំកំពុងតែឆ្ងល់កញ្ញាសេងធីរីនឹងដោះលែងគាត់ទៅវាជាមុខមាត់ល្អសម្រាប់ចរចាមួយអាមេរិកដែរថាយើងណាកំពុងតែពិបាកយ៉ាងនេះយើងធ្វើដែរតាគ្មានអ្នកណាគេទៅថាយើងអន់ទេធ្វើទៅគ្មានអ្នកណាគេទៅថាតើតទឹកដល់ចំោះបានទៅដល់ខ្យល់អត់សោះបើចំពោះខ្ញុំវិញខ្ញុំសាទរខ្ញុំផ្សាយមួយថ្ងៃ10ដងទៅឲ្យតែយើងដោះលែងកញ្ញាសេងធីរីឲ្យលោកកឹមសុខានឹងមានសិទ្ធិសេរីភាពធ្វើនយោបាយធម្មតាវិញទៅកុំទៅដាក់គុកឃុំខ្លួនក្នុងផ្ទះ27ឆ្នាំអីក៏វេទនាយ៉ាងនេះខ្មែរគ្នាឯងយកគ្នាជាសត្រូវស៊ីសាច់ហត់ឈាមអ្នកនយោបាយដែលខំប្រឹងបំពេញការងារជួយប្រទេសជួយប្រព័ន្ធសិទ្ធិមនុស្សនឹងមករាប់សិបឆ្នាំមកយកទៅកប់ចោលនៅក្នុងផ្ទះមិនអាចធ្វើនយោបាយមិនអាចជួបអ្នកណាបានតែយើងស្ដាយធនធានដូចស្លាប់ដូចមនុស្សស្លាប់អញ្ចឹងនេះបាត់បង់ចោលទៅទេតែម្ដងយកគាត់មកប្រើមកវាចំណេញទាំងប្រទេសកម្ពុជាចំណេញទាំងសហគមន៍អឺរ៉ុបចំណេញទាំងនៅសហរដ្ឋអាមេរិកដែលគេមើលឃើញថាសេរីភាពយើងគ្រាន់បើចំណេញទាំងទីផ្សារពាណិជ្ជកម្មទីផ្សារទេសចរទីផ្សារអីសពបែបយ៉ាងដែលគេមើលមកឃើញពណ៌យើងវាប្រែល្អចាំកាលទៀតអស់លោកនេះពេលនេះហើយជាពេលដែលអស់លោកត្រូវធ្វើនេះចាំកាលទៀតចាំដល់តែយឺតពេលពេកក៏យ៉ាងម៉េចដោះលែងអស់មើលដោះលែងលោកស្រុនស្រនសុភាអ្នកសកម្មជនមេដាធម្មជាតិប្រមាណអ្នកនឹងដោះលែងអស់មកនៅប្រមាណទៀតហ្នឹងគឺអត់ធ្ងន់គុកទេពួកគាត់នេះតែចូលទៅហ្នឹងគឺវាខាត់ប្រយោជន៍យើងនឹងវាកាត់ថ្លៃមិនបានណាអស់លោកនៅតែចងកម្មពៀជាមួយពួកគាត់ដល់ណាទៀតខ្ញុំពងតែឆ្ងល់ហើយបើអត់ធ្វើអញ្ចឹងតែយើងទៅមានទម្ងន់អីចរចាគេឥឡូវសហគមន៍អឺរ៉ុបហ្នឹងគេនិយាយរាល់តដងពីរឿងធ្វើទុកបុកម្នេញសហជីពស្អីហ្នឹងតាក់តង Nagavel តាក់តងអីនៅតែវាយដំបោចសក់នៅតែខ្វេះខ្វាចគេនឹងរាល់តែដងឲ្យតែពេលគេធ្វើតវ៉ាអត់រកដំណោះស្រាយនៅតែធ្វើបាបគេសហគមន៍អន្តរជាតិគេមើលឃើញយើងរហូតដូច្នេះនេះគឺជាពេលដែលអស់លោកត្រូវតែធ្វើរឿងនេះហើយចុងក្រោយខ្ញុំថាខ្ញុំមិនមែនជាអ្នកផ្ដល់ប្រឹក្សាយោបល់អីទេបងប្អូនខ្ញុំគ្រាន់តែថារឿងខ្លះវាងាយស្រួលប៉ុន្តែរដ្ឋាភិបាលធ្វើឲ្យពិបាកហ្មងហើយចាប់ផ្ដើមបកស្រាយពិបាកហ្នឹងគឺទៅពិបាកមែនតើអូក្រុមនេះគឺជាក្រុមបដិវត្តពណ៌ទេគឺថាជាសត្រូវរបស់ប្រជាជនដោយសារចេញមកហ្នឹងគឺបង្កអសន្តិសុខសង្គមធ្វើឲ្យបាត់បង់សន្តិភាពពួកក្រុមជ្រុលនិយមពួកលក្ខហ្នឹងគឺថានិយាយទៅគឺធ្វើលៀបពណ៌ឲ្យពួកគាត់ហ្នឹងគឺថាមើលទៅខ្មៅកក្រិចហើយខ្លួនយើងនឹងគឺថាវាស្អាតល្អផូរផង់សូម្បីសហគមន៍អន្តរជាតិគេមើលមកថាយើងនឹងក៏ក្រិចទេអាគេគ្នាអ្នកចាប់ដាក់ទោសជាអ្នកស្អាតផូរផង់តែយើងនឹងទៅកែពណ៌នឹងទៅថាយើងនឹងស្អាតទៅវិញហើយអញ្ចឹងទៅយើងអត់ស្ដាប់គេសោះតែម្ដងមិនដឹងថាជាយ៉ាងម៉េចឥឡូវយើងដោះស្រាយបញ្ហាខ្មែរមានបងប្អូនមកសួរខ្ញុំថាចោះឆ្ងល់ដែរហេតុអីបានរុស្ស៊ីរួចពុនរួចអត់មានជាប់គេសោះរុស្ស៊ីមួយហ្នឹងគឺចម្លែកជាងគេជាប់ទាំងអស់ហើយរុស្ស៊ីហ្នឹងគឺជាសត្រូវស៊ីសាច់ហត់ឈាមជាមួយនឹងអាមេរិកដែរមិនសូវត្រូវគ្នាប្រមាណទេមួយរុស្ស៊ីហ្នឹងព្រោះដោយសារអីជាអ្នកដឹកនាំបែបផ្ដាច់ការប៉ុន្តែម្ដងនេះសម្រាប់លោកត្រាំអត់យកពុនរុស្ស៊ីកុំថាឡើយ 10% ហ្នឹងក៏អត់ជាប់ដែរគឺអត់តែម្ដងអត់យកទាំងអស់តាំងពីដើមទីមកអត់ដែលឃើញថារុស្ស៊ីនឹងត្រូវជាប់បានឥឡូវដល់ពេលសម្រាប់ថាដាក់ 10% គ្រប់ប្រទេសរុស្ស៊ីរួចទៀតហើយគេសួរថាចុះរុស្ស៊ីនឹងអស់ចាយ៉ាងណាបានរួចមកទៅជាប់ចិន125
បងប្អូនសួរខ្ញុំហើយដល់ពេលបងប្អូនសួរខ្ញុំរឿងរុស្ស៊ីខ្ញុំចិត្តតែនឹកឃើញរឿងលោកតាម្នាក់ដែលនៅព្រៃវែងដែលគាត់និយាយពីរឿងមកហូបទឹកកកឈូហើយមើលកាសែតនិយាយពីស្ថានភាពតានតឹងនៅគុយបាហើយរឿងព្រៃវែងស្រូវកំពុងតែស្កកអត់ទឹកក៏ច្រកឆ្នាំងអត់បានគាត់មកប្រឹងអានកាសែតកង់ធ្លាក់ចង្វាក់និយាយពីរឿងស្ថានភាពតានតឹងនៅគុយបាឥឡូវនេះគឺតែយ៉ាងណាក៏យើងក៏គួរតែដឹងដែរពិភពលោកណារុស្ស៊ីរឿងពុនហ្នឹងក៏បញ្ជាប់គ្នាខ្ញុំប្រហើយមុននឹងបញ្ចប់គឺរុស្ស៊ីคล้ายទៅជារុស្ស៊ីមានសំណាងនៅក្នុងបរិបទនេះបន្តិចដែរដោយសារអីលោកត្រាំគាត់ចាប់ផ្ដើមអត់សូវត្រូវគ្នាជាមួយចិនចង់ធ្វើសង្គ្រាមបិទសេដ្ឋកិច្ចចិនប៉ុន្តែអត់អាចនឹងបដ ாய் រុស្ស៊ីបានទេព្រោះថាចិនហើយរុស្ស៊ីគុំគ្នាទៅវិញធ្ងន់ដែរណាយើងនិយាយថា1ទល់នឹង2បើសិនជាយើងឲ្យគេវាយមកទាំងសងខាងយើងទប់អត់ឈ្នះអញ្ចឹងទៅទប់រុស្ស៊ីបន្តិចទៅលួងចិត្តបន្តិចទៅអត់យកពុនហើយខាងសេតវិមានគេយល់លេះអញ្ចេះទៅវិញគេថាអត់យកពុនពីរុស្ស៊ីហ្នឹងគឺដោយសារតែរុស្ស៊ីជាប់ទណ្ឌកម្មសេដ្ឋកិច្ចហ្នឹងច្រើនហើយតាំងពីវាយអ៊ុយក្រែនមកមានហេតុផលសមស្របរបស់គេដែរព្រោះតាំងពីវាយជាមួយអ៊ុយក្រែនមកហ្នឹងគឺអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីមិនថឹកហើយក៏លែងរកស៊ីអីច្រើនដែរជាមួយរុស្ស៊ីនោះណាសប្តាហ៍ថ្ងៃនេះទំហំពាណិជ្ជកម្មអាមេរិកជាមួយរុស្ស៊ីមានប្រហែលត្រឹម$3000 លានអីតិចតួចទេតិចតួចណាស់គឺថាធ្វើដូចថាឲ្យតែមានណាដោយសារតនកម្មទៅអាហ្នឹងក៏អាចសមស្របដែរហើយប៉ុន្តែឆ្ងល់ចេះតើបើនៅសល់3-4 លានសុំទោស$3000 លានជាងដែរចុះបើនៅសល់3-4000 លានជាងដុល្លារដែរហ្នឹងហេតុអីក៏ឲ្យរុស្ស៊ីរួចខ្លួនបើប្រទេសខ្លះទៀតមានតែសัตว์ប៉ែនហ្គវីនហើយនឹងភេសមុទ្រសោះហើយមានមនុស្ស59នាក់ទំហំពាណិជ្ជកម្មទូចមួយហ្នឹងក៏តែយើងយកពុនយកអីគេដែរណាអញ្ចឹងសំណួរសួរទៀតដល់ពេលចម្លើយគឺគេឆ្លើយថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មឬក៏ដាក់យកពុនរុស្ស៊ីទៅថ្ងៃមុខបើសិនជាអាចធ្វើបានអញ្ចឹងឥឡូវហ្នឹងអត់ទេតែបើសិនឥឡូវអត់ហើយថ្ងៃមុខក៏អត់ដែរដរាបណាលោកត្រាំនៅកាន់តំណែងប៉ុន្តែនៅក្នុងពេលនេះក៏វាកំពុងតែមានការចរចាសន្តិភាពពីរឿងសង្គ្រាមនៅអ៊ុយក្រែនដែរដែលចង់ប្រហែលជាអាចទុកផ្លូវឬក៏ច្រកទ្វារក្រោយណាមួយដើម្បីលួងរុស្ស៊ីបន្តិចសិនទៅដើម្បីចរចាជាមួយរឿងតកតងរឿងអ៊ុយក្រែននឹងអីហ្នឹងក៏ថាបានប៉ុន្តែភាគច្រើនអ្នកវិភាគសេដ្ឋកិច្ចនិងនយោបាយគេនិយាយថារឿងដែលប្រធានាធិបតី Donald Trump មិនយកពុនកយពីរុស្ស៊ីនេះមិនមែនរឿងចំណេញសេដ្ឋកិច្ចអីទាំងអស់គឺជារឿងនយោបាយសុទ្ធសាធចឹងបានន័យថារឿងនយោបាយនឹងវាលាយឡំជាមួយនឹងរឿងសេដ្ឋកិច្ចហើយនៅពេលដែលរឿងនយោបាយលាយឡំជាមួយសេដ្ឋកិច្ចអានឹងគឺជាសារដាស់តឿនយើងទៀតហើយប្រទេសកម្ពុជាគឺរឿងនយោបាយនឹងគឺវាលាយជាមួយសេដ្ឋកិច្ចអាពុននឹងក៏អាចជាប់នឹងរឿងនយោបាយនឹងដែរអញ្ចឹងបានថាឲ្យនយោបាយរបស់យើងនឹងវាល្អតើតែយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យបដាហើយទៅកុំចាំតែចាំគឺយើងនឹងយឺតពេលហើយយើងអត់អាចចាំបានទេយើងអត់អាចទៅពើងទ្រូងបានទេយើងអត់បានត្រៀមខ្លួនសម្រាប់ស្ថានភាពដដាបនេះទេដូច្នេះខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះបងប្អូនរៀងវែងឡាយបន្តិចហើយបងប្អូនចេះតែចោតសួរខ្ញុំមកថានិយាយស្ដីអីមកគឺគំនិតល្អប៉ុន្តែនិយាយវែងពេកសូមអធិស្ឋានពេលខ្លះរកពេលនិយាយឲ្យខ្លីមិនបានណាបងប្អូនវាចិត្តតែភ្ជាប់ពីមួយទៅមួយហើយក៏សូមខន្តីអភ័យទោសសាជាថ្មីបើវែងពេកបងប្អូនមើលម្ដងហើយម្ដងទៀតឬក៏ពេលតនេសំមើលឡើងវិញទៅខ្ញុំជឿថាពេលវេលាបងប្អូនមានសារៈសំខាន់ឬក៏មានប្រយោជន៍ថ្លៃថ្លាតែដូចថាបើមើលយូរទៅវាខាប់ទេតែអត់អីទេតនេពេលណាក៏មើលខ្ញុំនឹងដាក់វានៅក្នុង YouTube នេះហើយអត់លុបទេបងប្អូនជើញមកមើលទៀតចាស់មើលពេលណាក៏បានដែរហើយបើខ្លីធ្វើ show live ផ្ទាល់ខ្លីតើតែយើងថតទុកហើយយកមកចាក់ផ្សាយបើយើងនិយាយដូច្នេះជួនកាលអាគំនិតហ្នឹងវារនឹកឃើញអីផ្សេងអញ្ចឹងចិត្ត